បានហើយអ្នកទាំងអស់គ្នាស្ដាប់ក្រុមរបស់យើងទទួលមិត្តរួមការងារថ្មីថ្ងៃហើយមកទេថ្ងៃនេះខ្ញុំចង់ជួបលៀងស្វាគមន៍ចេញពីធ្វើការហើយនាំគ្នាទៅជួបលៀងទៅអរគុណហើយអូខេបបួលញាតិមិត្តទៅផងណាសប្បាយជាមួយគ្នាអូខេឆាយ៉ានាងមានបងស្រីមែនទេបបួលមកជាមួយគ្នាទៅចាបានតែឡោះណាលោកប្រធានខ្ញុំឆុងមីញ៉ាំដែរទេឡា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 រឿងមួយក៏ចឹងចឹងធ្វើឲ្យខ្ញុំដេកលក់បានប៉ិតមែនឈៀនណាកុំយកចិត្តទុកដាក់ពេករឿងបាក់មុខចំពោះមិត្តរួមការងារគឺជួយបញ្ចប់ដំណើរដំណងខ្ញុំមិនចាំបាច់សាងសម្ព័ន្ធភាពជាមួយនរណាមនុស្សគ្មានមនោសញ្ចេតនាខ្ញុំត្រូវតាមកែបញ្ហាឯងមិនឈប់នរណាក៏ដឹងដែរថាសើមីឆាន់កំពុងតែកាត់អីកុំបាននិយាយទៅមុននេះឯងដេកលក់ស្រួលដល់ហើយខ្ញុំចង់ដឹងក្រៅពីខ្ញុំហើយនរណាព្យាបាលជំងឺដេកមិនលក់របស់ឯងបានទៀតតើនរណាគេទៅមិនបាច់ប្រាប់ទេចឹងចឹងណាចិនតែញ៉ាំបាយពេលថ្ងៃខ្លួនឯងមិនសម្រាប់ចង់គេមិនសម្រាប់ដូចឯងដែរឆ្ងាញ់ខ្លាំងមែនធីងអាហារនៅក្បែរកន្លែងធ្វើការឆ្ងាញ់ខ្លាំងណាស់ខ្ញុំនាំឯងទៅញ៉ាំមកស្នាក់កម្មបន្តិចមានរឿងគួរទេដងសូមឲ្យតែសម្រាប់ឲ្យណាឲ្យប្រើទៀតខ្ញុំមិនខ្វល់ទេចង់ចាយមែនទេអាយ៉ាចាយដល់មែនខ្ញុំហួចឈិនស្មែនៅជាឡៃពីដំងខ្លាយថាគ្មានកន្លែងអង្គុយខ្ញុំសូមអង្គុយជាមួយផងបានទេយើងខានជួបគ្នាយូរហើយតាំងពីសម័យរៀនយើងក៏ធ្វើការនៅក្បែរនេះដែរមែនទេខ្ញុំធ្វើការនៅការិយាល័យផ្នែកច្បាប់ពេលនេះជំនាញទ្វីទៅមែនទេប៉ិតមែនហើយខ្ញុំទៅចាប់ផ្ដើមធ្វើការនាងជាមេធាវីអញ្ចឹងជួយខ្ញុំបន្តិចបានទេគឺថាម៉ាក់របស់ខ្ញុំទៅដាក់ទុនប្រហែលជាជិត2លាននៅក្នុងបណ្ដាញអនឡាញខ្ចីលុយក្រុមហ៊ុន P2P ដូចរលំទៅហើយពិបាកចិត្តរហូតដល់ចូលមន្ទីរពេទ្យឃើញថានាងជាមេធាវីអាចប្រាប់បានទេថាយើងគួរតែធ្វើយ៉ាងម៉េចដើម្បីការពារសិទ្ធិរបស់ខ្លួនឯងគឺខ្ញុំមិនបានធ្វើនៅផ្នែកហ្នឹងទេធ្វើឲ្យលោកប្រធានទៅប្រឹក្សាជាមួយមេធាវីអាជីពដែលទទួលរឿងក្តីឆោបបោកសាក់មើលទៅហើយតែនិយាយយកសាច់ការដល់ម្លឹងខ្ញុំគ្រាន់តែឃើញនាងជាមិត្តរួមសាលាទើបចង់សាសួរមើលមេធាវីដូចជាពួកនាងប្រហែលជាមិនឆ្លើយសំណួរមែនទេចៃដំអីខ្ញុំមិនមែនទេអ្នកកំឡោះពេលណាមនុស្សយើងឈឺពោះត្រូវតែរកពេទ្យផ្នែកនេះផ្នែកកាពះអាហារមានអីតែមែនទេលោកមែនទេចំណែកយើងមិនទទួលស្គាល់រឿងក្តីឆោបបោកលុយតែនៅតែគិតសង្កត់ឲ្យយើងណែនាំអញ្ចឹងបើលោកមានបញ្ហារឿងកាពះពោះវៀនមិនអីទេតែរកពេទ្យថ្មីទេទោះជាទៅរកពេទ្យផ្លូវអាហារក៏នៅតែណាត់ជួបដល់ដែរមិនចង់ចំណាយលុយមួយសេនចង់បានរបស់ free ថាទេអត់ទេខ្ញុំគ្រាន់តែនិយាយលេងជាមួយមិត្តភក្តិលោកមានតរៈអីទៅជាណាដែរជាច្បាយរបស់នាងពេលវេលារបស់នាងជារបស់ខ្ញុំមិនចង់ឲ្យនាងខាត់ពេលវេលាជាមួយមនុស្សដូចជាលោកទេផ្ដល់ប្រឹក្សា free ហេតុអីលោកមិនឲ្យនាងឈប់តែម្ដងទៅចេះទៀតនាងជំនាញច្បាប់ផ្នែកគ្រួសារគាត់ចង់លេងលះពេលណាចាំម្ដងនាងក្នុងឋានៈជាច្បាយនាងខ្ញុំអាចបញ្ចុះតម្លៃឲ្យលោកបានសូមទៅផងខ្ញុំមានប្រជុំខ្ញុំទៅសិនហើយហេតុអីបានជានាងសម្លឹងមើលមុខខ្ញុំផ្លែកផ្លែងប៉ុន្តែលោកប្រធានបើសិនជាគេធ្លាប់ជាមិត្តល្អរបស់ខ្ញុំពិតមែននិយាយបែបហ្នឹងច្បាស់ជាបាក់មុខហើយមិត្តពិតប្រកបគេមិនយកប្រៀបលើគ្នាទេអញ្ចឹងទៀតមិត្តប្រុសម្នាក់នឹងមិនស្គាល់ពីព្រំដែនការងាររបស់នាងទៀតផងមិត្តប្រសើរខ្លាំងហើយបើគាត់ជាមនុស្សដែលខ្ញុំលួចស្រឡាញ់កាលពីសម័យនៅរៀនវិញនោះនាងចូលចិត្តពួកបញ្ចុកអែបអំលួចផលប្រយោជន៍ពីកម្លាំងញើឈាមរបស់អ្នកដទៃមានខ្វាក់ភ្នែកទៅដឹងពិតមែនហើយរៀនអនុវិទ្យាល័យនីតិសាស្ត្រឆ្នាំទី3ប្រហែលជា36ម៉ោងជាងរៀនមេធាវីមួយឆ្នាំស្មើនឹង8,760ម៉ោងមេធាវីទាំងអស់ត្រូវឆ្លងកាត់43ម៉ោងជាងដើម្បីទទួលលិខិតអនុញ្ញាតពេលវេលាជារឿងដែលមានតម្លៃបំផុតសម្រាប់មេធាវីការផ្ដល់ប្រឹក្សា1នាទីជាមួយមនុស្សបែបហ្នឹងស្មើនឹងការបាត់បង់ពេលវេលា1នាទីគ្រប់វិនាទីមិនអាចមានអីមកចំនួនបានទេក្រោយខ្ញុំនឹងបដិសេធឲ្យបានល្អបដិសេធឲ្យល្អតែត្រូវបដិសេធបែបបន្ទុកមុនមិនចាំបាច់គោរពមនុស្សដែលមិនគោរពគុណតម្លៃរបស់អាជីពមេធាវីតែលោកប្រធានធម្មតាក៏មិនញ៉ាំមីនៅទីនេះដែរមែនទេហើយនឹងមិនបានផ្ញើមកបបួលខ្ញុំទេខ្ញុំមានទេខ្ញុំផ្ញើឲ្យមកចំណិតរបស់ខ្ញុំដែរហើយលោកប្រធានខ្ញុំផ្ញើទៅឲ្យមិត្តខ្ញុំតែច្រឡំផ្ញើឲ្យលោកប្រធានវិញសុំទោសផ្ញើខុសមនុស្សមានរឿងចង់និយាយជាមួយខ្ញុំដឹងថាអាជីពមេធាវីជាការងារដែលតឹងតែងហើយក៏ការងារធ្ងន់ធ្ងរទៀតមនុស្សទ្រាំមិនបានប្រជុំខ្ញុំនឹងព្យាយាមអត់ទេខ្ញុំថានាងគ្មានទេពកោសល្យក្នុងការធ្វើជាមេធាវីទេមកធ្វើជាជំនួយការជីវិតខ្ញុំល្អជាងបែបនេះល្អទេខ្ញុំឲ្យតែនៅផ្ទះខ្ញុំចាំខ្ញុំឲ្យប្រាក់ខែជើជំនួយការជីវិតមែនទេមកមើលថាជីវិតប្រចាំថ្ងៃខ្ញុំធ្វើឲ្យប្រព័ន្ធទឹកខូចនិងក៏ជួលជុលខ្ញុំមិនដឹងពីវិធីធ្វើឲ្យបាត់ស្ទះទេហើយតែខ្ញុំដឹងមែនទេលោកប្រធានឃើញពីសមត្ថភាពខ្ញុំជារឿងល្អតែខ្ញុំចង់ធ្វើមេធាវីលោកប្រធានមាននៅទីនេះឆ្ងាញ់ខ្លាំងណាស់ឲ្យខ្ញុំមិនឲ្យទេចេញពីការងារហើយចាប់ផ្ដើមទៅជួសជុលប្រព័ន្ធទឹកឲ្យតែនាងរវល់តែយឺតជាងនេះខ្ញុំឲ្យនាងសងថ្លៃខូចខាតពេលវេលា
អ